សំណួរទី20 My parents let me plan to the party last night មានន័យថាឪពុកម្ដាយរបស់ខ្ញុំបានអនុញ្ញាតឲ្យខ្ញុំទៅចូលរួមពិធីជប់លៀងកាលពីយប់មិញ A go B to go C going D went តើមួយណាជាចម្លើយដែលត្រឹមត្រូវនៅក្នុងប្រយោគនេះយើងឃើញមានពាក្យថា let ដែលមានន័យថាអនុញ្ញាតឲ្យចឹងត្រូវចាំក្រោយ let បូកនឹង object យើងត្រូវប្រើ base verb ឬក៏ហៅថា verb 1ដោយមិនដាក់ to ទម្រង់របស់វា subject plus let plus object plus verb 1ដូច្នេះចម្លើយដែលត្រឹមត្រូវនោះគឺ letter A go ចុះហេតុអ្វីបានជម្រើសផ្សេងខុស B to go ក្រោយ let មិនប្រើ to បូក verb 1ទេ C going ក្រោយ let មិនប្រើ verb ing ទេ D went ក្រោយ let មិនប្រើ verb to ទេទោះបីជា let ស្ថិតនៅក្នុងអតីតកាលក៏ដោយកិរិយាសព្ទបន្ទាប់នៅតែជា verb 1ដូច្នេះចំណុចដែលត្រឹមត្រូវនោះគឺ letter A go តែយើងកែទាំងអស់គ្នា My parents let me go to the party last night មានន័យថាឪពុកម្ដាយរបស់ខ្ញុំបានអនុញ្ញាតឲ្យខ្ញុំទៅចូលរួមពិធីជប់លៀងកាលពីយប់មិញ